ដោយមិនធ្វើការនឹងរៀបចំអាហារសម្រាប់រដូវរងាសត្វកណ្ដូបចូលចិត្តរាំច្រៀងនិងលេងកម្សាន្តនៅពេលទំនេររបស់វាមិនដឹងថាថ្ងៃដ៏អស្ចារ្យនិងរដូវក្តៅមិនមានជារៀងរហូតទេហើយរដូវត្រជាក់និងភ្លៀងក៏ចូលមកដល់ក្នុងពេលឆាប់ៗនេះរដូវក្តៅឈានទៅរករដូវស្លឹកឈើជ្រុះហើយរដូវស្លឹកឈើជ្រុះប្រែទៅជារដូវរងាទៅវិញព្រះអាទិត្យមិនអាចមើលឃើញទេហើយពេលថ្ងៃគឺខ្លីណាស់និងមានពណ៌ប្រផេះនៅពេលយប់គឺបន្លាយពេលយូរនិងងងឹតវាកំពុងតែคล้ายទៅជាត្រជាក់កកហើយព្រិលក៏បានចាប់ផ្ដើមធ្លាក់កណ្ដូបរងាដោយសារតែខ្យល់ត្រជាក់វាបានព្យាយាមដណ្ដប់ខ្លួនរបស់វាជាមួយនឹងស្លឹកឈើស្ងួតដែលនៅជុំវិញនោះប៉ុន្តែដោយសារតែខ្យល់ខ្លាំងពេកវាក៏បានបោកបក់ស្លឹកឈើទៅឆ្ងាយវាមានអារម្មណ៍ថាឃ្លានណាស់ហើយមិនមានអ្វីញ៉ាំតតែសោះវាប្រកាសថាបើសិនជាវាគ្មានអ្វីបរិភោគវានឹងស្លាប់ក្នុងពេលឆាប់ៗនេះកណ្ដូបមានអារម្មណ៍ថាទន់ខ្សោយណាស់ហើយវាដឹងថាស្រមោចបានគិតត្រឹមត្រូវណាស់វាគួរតែរៀបចំអាហារទុកសម្រាប់រដូវរងានេះកណ្ដូបមិនមានអារម្មណ៍ច្រៀងអ្វីតទៅទៀតវាកាន់តែត្រជាក់និងមានអារម្មណ៍ថាស្រេកឃ្លានណាស់វាមិនមានទីជម្រកសម្រាប់ជ្រកព្រិលទេនិងគ្មានអ្វីបរិភោគទៀតវាស្មៅនិងវាស្រែរបស់កសិករត្រូវបានគ្របដណ្ដប់ទៅដោយព្រិលនិងគ្មានចំណីអាហារតតែសោះតើខ្ញុំត្រូវធ្វើអ្វីតើខ្ញុំត្រូវទៅទីណាទៅសត្វកណ្ដូបក៏បានអង្គុយយំវាមិនបានគិតថារដូវរងានេះអាក្រក់ជាងធម្មតាតតែសោះហើយដោយសារតែវាមិនបានរក្សាទុកម្ហូបសម្រាប់ខ្លួនឯងផ្ទាល់នោះឬក៏បានជួយនរណាផ្សេងទៀតដើម្បីរក្សាទុកម្ហូបអាហារសម្រាប់ញ៉ាំដើម្បីរស់នៅបានឃើញរដូវក្តៅម្ដងទៀតនោះទេវាគ្មានកន្លែងជ្រកកោនពីព្រិលហើយវាក៏បានដួលដោយសារតែការអត់ឃ្លានក្នុងខណៈពេលដែលវាឃើញសមោចកំពុងតែសប្បាយរីករាយនឹងអាហារដែលគេរក្សាទុកខ្ញុំគួរតែទៅរកសត្វស្រមោចហើយសុំវានៅស្បៀងអាហារហើយនឹងទីជម្រកកណ្ដូបបានគិតរួចហើយក៏ក្រោកឡើងដូច្នេះវាក៏បានដើរទៅរករុនរបស់សមោចរួចហើយក៏គោះទ្វារសួស្តីស្រមោចវាស្រែកដោយញ័រមាត់ខ្ញុំមកទីនេះដើម្បីច្រៀងឲ្យឯងស្ដាប់ដូច្នេះខ្ញុំអាចកម្ដៅខ្លួនរបស់ខ្ញុំជាមួយភ្លើងរបស់ឯងផងខណៈដែលខ្ញុំញ៉ាំអាហារដែលមានក្នុងឃ្លាំងរបស់ឯងផងតើបានដែរទេបងកណ្ដូបពួកយើងមិនចង់ស្ដាប់បទចម្រៀងណាមួយរបស់បងនោះទេកណ្ដូបបានព្យាយាមអង្វរស្រមោចឲ្យវាចូលហើយសុំអ្វីញ៉ាំបើមិនដូច្នេះវានឹងស្លាប់ស្អីគេស្រមោចស្រែកដោយភ្ញាក់ផ្អើលណាស់បងកណ្ដូបកំពុងធ្វើអីខ្លះកាលពីរដូវក្តៅមុននោះហេតុអីក៏ឆាប់ភ្លេចខ្លាំងម៉េះថាបងបានធ្វើអីខ្លះខ្ញុំមិនមានពេលវេលាដើម្បីរក្សាទុកអាហារនោះទេសត្វកណ្ដូបបានត្អូញត្អែខ្ញុំរវល់ទៅលេងភ្លេងដែលពីពេលមុនខ្ញុំដឹងថារដូវក្តៅបានកន្លងផុតទៅហើយស្រមោចបានក្រវីក្បាលរបស់ពួកគេដោយការស្អប់ខ្ពើមនិងបែកខ្នងពីសត្វកណ្ដូបហើយក៏បន្តការងាររបស់គេបន្តទៀតសត្វស្រមោចដែលធ្លាប់តែសុំឲ្យសត្វកណ្ដូបជួយនោះវាក៏បានសម្លឹងមើលសត្វកណ្ដូបរួចហើយក៏និយាយថាកាលពីរដូវក្តៅខ្ញុំខំធ្វើការយ៉ាងលំបាកពេលនោះបងបានសើចំអកដាក់ខ្ញុំហើយបងច្រៀងនិងរាំឲ្យខ្ញុំមើលទៀតគួរណាស់តែគិតពីរដូវរងានៅពេលនេះរកកន្លែងផ្សេងដើម្បីច្រៀងទៅបងកណ្ដូបអីទីនេះគ្មានភាពកក់ក្តៅនិងអាហារសម្រាប់បងនោះទេហើយសត្វស្រមោចក៏បានបិទទ្វារនៅចំពោះមុខសត្វកណ្ដូបមិនអាចធ្វើអ្វីទាំងអស់ក្រៅពីយំតែប៉ុណ្ណោះ